ច័ន្ទមិនត្រឹមតែជាតារាសម្ដែងតែក៏ជាអ្នកគ្រូបង្ហាត់សិល្បៈដែលកំពុងផ្ទេរចំណេះជំនាញដែលខ្លួនចេះដើម្បីបណ្ដុះស្មារតីស្រឡាញ់ថែរក្សាការពារនិងការយកឃើញពីតម្លៃនៃសិល្បៈវប្បធម៌ខ្មែរដល់ក្មេងៗជំនាន់ក្រោយនេះវាមិនមែនជាកាតព្វកិច្ចដែលខ្ញុំត្រូវតែធ្វើប៉ុន្តែវាជារឿងដែលយើងគួរគប្បីនឹងធ្វើក្នុងនាមជាប្រជាពលរដ្ឋខ្មែរក្នុងនាមជាប្រជាជនខ្មែរយើងត្រូវដឹងថាប្រទេសនីមួយៗត្រូវតែមានវប្បធម៌និងអរិយធម៌ខ្លួនឯងយ៉ាងជាក់លាក់មួយដើម្បីបញ្ជាក់អំពីអត្តសញ្ញាណជាតិរបស់យើងដូច្នេះហើយយើងត្រូវតែចែករំលែកនៅចំណេះដឹងដែលយើងមានតាក់ទងជាមួយនឹងវប្បធម៌សិលធម៌របស់យើងនេះជូនទៅកាន់ក្មេងៗចំនួនក្រោយឲ្យគាត់បានដឹងអំពីសិលធម៌និងវប្បធម៌របស់ប្រទេសកម្ពុជារបស់យើងឲ្យកាន់តែច្បាស់អញ្ចឹងយើងខ្ញុំទាំងអស់គ្នាគឺខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយចិត្តមែនទែនសូម្បីតែពេលខ្លះហត់នឿយខ្លួនឯងតាមរយៈការបង្កើតក្លឹបសិល្បៈមួយឈ្មោះព្រះកាយច័ន្ទក្លឹបកញ្ញាចង់ផ្ដោតលើការបណ្ដុះទេពកោសល្យសិល្បៈដល់ក្មេងជំនាន់ក្រោយក្លឹបសិល្បៈព្រះកាយច័ន្ទគឺជាកន្លែងបណ្ដុះបណ្ដាលជំនាញសិល្បៈចម្រុះដូចជារបាំបុរាណខ្មែរនិងប្រពៃណីការសម្ដែងចម្រៀងការដើរម៉ូដពិធីករពិធីការនីនិងសូម្បីតែការរាំ K-pop ដែលកំពុងពេញនិយមក្នុងចំណោមក្មេងៗជំនាន់ថ្មីកញ្ញាព្រះកាយច័ន្ទបានបង្ហាញពីទឹកចិត្តរបស់ខ្លួនថាការបណ្ដុះបណ្ដាលកុមារឲ្យមានជំនាញសិល្បៈច្បាស់លាស់គឺបានចូលរួមចំណែកលើកស្ទួយវិស័យសិល្បៈឲ្យកាន់តែប្រសើរឡើងកញ្ញាអះអាងទៀតថាគោលបំណងសំខាន់របស់ក្លឹបគឺចង់ឲ្យក្មេងៗជំនាន់ក្រោយយល់ដឹងនិងបន្តវេននូវសិល្បៈវប្បធម៌ខ្មែរដ៏មានតម្លៃឲ្យបានគង់វង្សជារៀងរហូតនៅរបាំបុរាណវាជាចំណែកមួយដ៏ធំបំផុតសម្រាប់លុតហាត់ពត់លុតដំនៅចរិយាមារយាទរបស់ក្មេងស្រីក៏ដូចជាកាយសម្បទារបស់ក្មេងស្រីប៉ុន្តែជាទូទៅអ្វីដែលធំជាងគេបំផុតដែលយើងចង់បដោតឲ្យកូនខ្មែររបស់យើងបានចេះដឹងចម្បងមុតគេបង្អស់នោះគឺសិលធម៌និងសុជីវធម៌នេះឯងដូចតែអានេះវាមិនមែនជាកាតព្វកិច្ចដែលខ្ញុំត្រូវតែធ្វើទេប៉ុន្តែវាជារឿងដែលយើងគួរគប្បីនឹងធ្វើក្នុងនាមជាប្រជាពលរដ្ឋខ្មែរក្នុងនាមជាប្រជាជនខ្មែរយើងត្រូវដឹងថាប្រទេសនីមួយៗត្រូវតែមានវប្បធម៌និងអរិយធម៌ខ្លួនឯងយ៉ាងជាក់លាក់មួយដើម្បីបញ្ជាក់អំពីអត្តសញ្ញាណជាតិរបស់យើងដូច្នេះហើយយើងត្រូវតែចែករំលែកនៅចំណេះដឹងដែលយើងមានតាក់ទងជាមួយនឹងវប្បធម៌សិលធម៌របស់យើងនេះជូនទៅកាន់ក្មេងៗចំនួនក្រោយឲ្យគាត់បានដឹងអំពីសិលធម៌និងវប្បធម៌របស់ប្រទេសកម្ពុជារបស់យើងឲ្យកាន់តែច្បាស់អញ្ចឹងយើងខ្ញុំទាំងអស់គ្នាគឺខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយចិត្តមែនទែនសូម្បីតែពេលខ្លះហត់នឿយខ្លួនឯងហើយថវិកាក៏មិនបានគ្រប់គ្រាន់ដែរនិយាយតាមត្រង់មកថវិកាក៏មិនបានគ្រប់គ្រាន់ដែរតែបងប្អូនមួយចំនួនថាបើមិនចំណេញបើធ្វើអីយើងទាំងអស់គ្នាមានឆន្ទៈជាខ្មែរអញ្ចឹងមិនចំណេញក៏ត្រូវបើកដែរក្នុងការចែករំលែកសប្បាយចិត្តបំផុតនៅពេលដែលឃើញបងប្អូនចោះឈ្មោះរៀនចានៅពេលដែលបងប្អូនចោះឈ្មោះរៀនយើងសប្បាយចិត្តនៅក្នុងការចែករំលែកនៅចំណេះដឹងដែលយើងមានទាំងបាយម៉ាននឹងទៅកាន់បងប្អូនកូនដែលជាទូទាំងស្នងរិស័យចំនួនក្រោយចាក៏វិស័យដែលយើងសម្លឹងទៅឃើញធំជាងគេបំផុតនោះគឺការបដោតទៅលើសិល្បៈវប្បធម៌ហើយមួយវិញទៀតគឺយើងចង់ឲ្យទីផ្សារសិល្បៈប្រទេសកម្ពុជារបស់យើងនៅពេលដែលក្មេងៗចំនួនក្រោយមកគឺគាត់ចុកដុះជាមួយសិល្បៈចាមិនមែនតាមខ្សែមិនមែនតាមការលើកជើងមិនមែនតាមការសដោងឡើងប៉ុន្តែឲ្យគាត់ឡើងដោយសមត្ថភាពដែលជាអ្នកសិល្បៈយ៉ាងពិតប្រាកដចេញពីសាលាសិល្បៈយ៉ាងពិតប្រាកដហើយយើងចង់ឲ្យពុកម៉ែបងប្អូនដែលស្រឡាញ់អាជីពសិល្បៈឬក៏ពុកម៉ែបងប្អូនដែលចង់ឲ្យកូនដើរនៅលើផ្លូវសិល្បៈចង់ឲ្យគាត់ផ្ដល់តម្លៃទៅលើសាលាសិល្បៈពីព្រោះសាលាសិល្បៈនៅក្នុងប្រទេសកម្ពុជារបស់យើងនាពេលបច្ចុប្បន្ននេះមានតែមួយគត់ធំជាងគេបំផុតគឺសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបន្ទាប់មកគឺយើងមានសាខាដូចជាក្លឹបសិល្បៈអីផ្សេងៗចឹងទៅយើងមិនសូវជាមានសោះសាយប្រមាណនេះតកតងជាមួយនឹងក្លឹបសិល្បៈដូចជាសាលាសិល្បៈដូច្នេះហើយចង់ឲ្យបងប្អូនទាំងអស់គ្នាជួយផ្ដល់តម្លៃទៅឲ្យអ្នកដែលគេចេញពីសាលាសិល្បៈពិតប្រាកដក៏ដូចជាសូមឲ្យងាកមកចាប់អារម្មណ៍ជាមួយនឹងការហាត់រៀនដែលចេញពីមូលដ្ឋានគ្រឹះសិល្បៈយ៉ាងពិតប្រាកដតាមពិតទៅវាមិនមែនជារឿងឈឺចាប់នៅពេលដែលយើងគិតថាមានខ្សែមានសឡោងអីបងប្អូននិយាយចឹងទៅយើងក្នុងនាមយើងជាអ្នកសិល្បៈម្នាក់ដែលយើងឈឺចាប់មិនមែនទេគឺចេតនារបស់យើងគឺចង់ឲ្យបងប្អូនផ្ដល់តម្លៃឲ្យអ្នកដែលបានចេញពីសាលាសិល្បៈយ៉ាងត្រឹមត្រូវតែម្ដងយើងមើលឃើញថាប្រទេសជិតខាងរបស់យើងក៏ជាខាងប៉ែកអឺរ៉ុបតើតែអ្នកនឹងចេញពីសាលាសិល្បៈចេញពីសាលាកុនទៅគេយកមកថតកុនអញ្ចឹងហើយទៅខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាឲ្យតម្លៃទៅលើអ្នកសិល្បៈដែលមានក្រឹតក្រមក្បួនខ្នាតត្រឹមត្រូវពីព្រោះយើងតែងតែនិយាយថាអូយកុនខ្មែរអត់ល្អមើលទេអូយកុនខ្មែរទូកុនលេងកើតសោះចាវាអាចមកពីកតាខ្សែវាអាចមកពីកតាអត់មានសិល្បៈសោះតែមានខ្សែយោងអញ្ចឹងហើយទៅធ្វើឲ្យវិស័យភាពយន្តខ្មែររបស់យើងកាន់តែដុនដោនចុះទៅពីមួយថ្ងៃទៅមួយថ្ងៃយើងតែងតែល្អថាមិនបានកុនគេល្អមើលមិនបានកុនខ្មែរមិនល្អមើលអាហ្នឹងគឺវាមកពីកតានឹងដែរ
ចាកតាអ្នកសិល្បៈដែរអញ្ចឹងបាទខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាឬក៏បងផលិតករជួយឲ្យតម្លៃទៅលើអ្នកដែលចេញពីសិល្បៈត្រឹមត្រូវជាពិសេសបើសិនជាថតរឿងរបាំបុរាណហើយយកគេអ្នកចេញមកពីអ្នករបាំមកអ្នករបាំឥឡូវស្អាតច្រើនណាស់ហើយគេក៏ចេះបកកាយសម្ដែងដែរព្រោះអ្នកដែលមានបាតសិល្បៈគឺអត់ពិបាកអីនៅក្នុងការសម្ដែង សម្រាប់ពុកម៉ែបងប្អូនដែលមានកូនហើយចង់ឲ្យកូនមានជំនាញសិល្បៈមួយច្បាស់លាស់អាចទំនាក់ទំនងព្រះកាយច័ន្ទ Club តាមរយៈ Facebook Page ឬលេខទូរស័ព្ទ086 615 289 089 615 289